ថ្ងៃទី12មករានេះសម្ដែងការមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃអនុភាពដំឡើង246មេហ្គាវ៉ាត់ស្ថិតនៅឃុំឫស្សីជ្រុំស្រុកថ្មបាំងនិងឃុំតាតៃស្រុកកោះកុងខេត្តកោះកុងការអភិវឌ្ឍគម្រោងវារីអគ្គិសនីនេះគឺពិតជាបានដើរតាមគន្លងនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លានៅក្នុងវិស័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាកម្ពុជារបស់យើងកាន់តែមានស្ថិរភាពនិងការជឿទុកចិត្តបានសម្ដៅឆ្លើយតបទៅនឹងសំណុំពរនៃការប្រើប្រាស់ធម្មពលដែលចេះតែកើនឡើងដើម្បីជំរុញការវិនិយោគការអភិវឌ្ឍសេដ្ឋកិច្ចការកែលម្អជីវភាពរស់នៅរបស់ប្រជាជនទាំងនៅទីក្រុងទីប្រជុំជននិងទីជនបទក្នុងនោះយើងបានបន្តការខិតខំការអភិវឌ្ឍធនធានធម្មពលក្នុងស្រុកដែលប៉ះពាល់តិចតួចដល់បរិស្ថាននិងសង្គមព្រមទាំងបន្តពង្រីកការតភ្ជាប់ខ្សែបញ្ជូនធម្មពលពីប្រទេសជិតខាងការទាក់ទាញការចូលរួមរបស់ឯកជនដើម្បីផលិតនិងផ្គត់ផ្គង់ធម្មពលដោយបន្តជំរុញដំណើរការអគ្គិសនីនីយកម្មតំបន់ជនបទផងដែរក្នុងគោលដៅនេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពទៅលើការទាក់ទាញឲ្យមានការចូលរួមរបស់វិស័យឯកជននៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីទាំងការកែច្នៃការប្រើប្រាស់ប្រភពអគ្គិសនីនិងទាំងខ្សែបណ្ដាញអគ្គិសនីដោយថ្លឹងថ្លែងយ៉ាងសមស្របនៅផលប្រយោជន៍សាធារណៈនិងផលប្រយោជន៍ឯកជនគម្រោងវិនិយោគវារីអគ្គិសនីនេះគឺជាគម្រោងដ៏ធំទី2ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិនគឺបន្ទាប់ពីគម្រោងវិនិយោគវារីអគ្គិសនីឫស្សីជ្រុំក្រោមដែលអាចនឹងផលិតអគ្គិសនីបាន338មេហ្គាវ៉ាត់ដែលនឹងចំណាយដើមទុនវិនិយោគចំនួន$500លានអាមេរិកតាមរូបភាពសាងសង់ដំណាក់កាលផ្ទេរ BOT ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើងបាននឹងកំពុងធ្វើឲ្យលេចចេញនៅរូបរាងគម្រោងវារីអគ្គិសនីធំថ្មីមួយទៀតគឺវារីអគ្គិសនីស្ទឹងតាតៃដែលគម្រោងនេះត្រូវបានវិនិយោគដោយសាជីវកម្ម China National Heavy Machinery មកពីប្រទេសចិនតាមរូបភាពសាងសង់ដំណាក់កាលផ្ទេរក្នុងទឹកប្រាក់វិនិយោគ$550លានអាមេរិកដែលអាចនឹងផលិតអគ្គិសនីបាន246មេហ្គាវ៉ាត់ចំណុចសំខាន់នៃគម្រោងវិនិយោគនេះគឺតាមរូបភាពវិនិយោគសាងសង់ដំណាក់កាលផ្ទេរដែលមានទំហំទឹកប្រាក់វិនិយោគ$540លានអាមេរិកមានរយៈពេលសម្បទាន42ឆ្នាំក្នុងនោះ5ឆ្នាំសម្រាប់ធ្វើការសាងសង់និង37ឆ្នាំសម្រាប់ធ្វើអាជីវកម្មដែលមានថ្លៃលក់អគ្គិសនីឲ្យអគ្គិសនីកម្ពុជាស្មើនឹង$7.45សេនក្នុង1គីឡូវ៉ាត់ម៉ោងស្ថានីយ៍វារីអគ្គិសនីនេះមានអានុភាព246មេហ្គាវ៉ាត់មានតួប៊ីនចំនួន3គ្រឿងនិងធម្មពលផលិតប្រចាំឆ្នាំជាមធ្យមប្រមាណ858លានគីឡូវ៉ាត់ម៉ោងអនុស្ថានីយ៍មួយកន្លែងរួមទាំងខ្សែបញ្ជូនធម្មពលតង់សុង230គីឡូវ៉ុលភ្ជាប់ពីស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃនេះទៅអនុស្ថានីយ៍រួមអូសោមខេត្តពោធិ៍សាត់ដោយពុំមានសាងសង់ខ្សែបញ្ជូនតង់សុងមធ្យម22គីឡូវ៉ុលភ្ជាប់ទៅខេត្តកោះកុងទេព្រោះខេត្តកោះកុងមានគម្រោងភ្ជាប់ខ្សែបញ្ជូន22គីឡូវ៉ុលពីគម្រោងស្ទឹងឫស្សីជ្រុំក្រោមរួចហើយជារួមរហូតមកដល់ពេលនេះការសាងសង់គឺសម្រេចបានប្រមាណ25%ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែនបានសម្ដែងការអបអរសាទរជាថ្មីម្ដងទៀតចំពោះសាជីវកម្ម China National Heavy Machinery ដែលបានខិតខំដំណើរការសាងសង់និងឈានដល់ការធ្វើពិធីបិទស្ទឹងតាតៃដើម្បីចាប់ផ្ដើមសាងសង់ទំនប់និងស្ថានីយ៍នាពេលនេះទន្ទឹមនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងអំណរគុណផងដែរដល់រដ្ឋាភិបាលចិនដែលតែងតែឧបត្ថម្ភគាំទ្រនិងជាដៃគូដ៏ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញឲ្យក្រុមហ៊ុនចិនមកវិនិយោគនៅកម្ពុជាសម្ដេចបានបន្តថាការវិនិយោគសាងសង់ទំនប់វារីអគ្គិសនីនេះគឺជាការវិនិយោគផ្នែកអគ្គិសនីមួយដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយកិច្ចការនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់ក្រុមហ៊ុនវិនិយោគបរទេសមកលើស្ថិរភាពនយោបាយរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញនៅយុទ្ធសាស្ត្រអភិវឌ្ឍដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសការអភិវឌ្ឍនៅក្នុងវិស័យធម្មពលទៀតផងទន្ទឹមនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើសុំឲ្យអ្នកគ្រប់គ្រងនិងបុគ្គលិកទាំងអស់នៃសាជីវកម្ម China National Heavy Machinery សូមយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារគ្រប់គ្រងនៅដំណើរការសាងសង់រោងចក្រវារីអគ្គិសនីនេះ
ឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាពនិងមានសុវត្ថិភាពខ្ពស់ក្នុងស្មារតីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនក៏ដូចជាក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលអាជ្ញាធរដែនដីខេត្តកោះកុងអាជ្ញាធរអគ្គិសនីនិងអគ្គិសនីកម្ពុជាព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវបន្តកិច្ចសហការគ្នាឲ្យបានជាប់ជាប្រចាំជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចនិងសមត្ថកិច្ចរៀងៗខ្លួនតាមស្មារតីនៃកិច្ចព្រមព្រៀងដើម្បីឲ្យការអនុវត្តគម្រោងនេះដំណើរការទៅបានដោយរលូននិងមានភាពជោគជ័យដោយឡែកចំពោះអាជ្ញាធរដែនដីពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់សូមមេត្តាបន្តនៅកិច្ចសហការល្អជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីជំរុញការអនុវត្តគម្រោងនេះនិងគម្រោងវិរិយអគ្គិសនីផ្សេងទៀតរួមមានគម្រោងខ្សែបញ្ជូនធម្មពលនិងគម្រោងអគ្គិសនីប្រើជូនថ្មជាដើមដើម្បីឲ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់មានតម្លៃសមរម្យមានការផ្គត់ផ្គង់អគ្គិសនីមួយប្រកបដោយស្ថិរភាពឯករាជ្យភាពនិងអាចឈានទៅធ្វើពាណិជ្ជកម្មអគ្គិសនីជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់ផងដែរបន្ទាប់មកសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដាក់ដុំថ្មជានិមិត្តរូបនៃពិធីបើកការដ្ឋានបិទស្ទឹងដើម្បីសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃអនុភាពតម្លើង246មេហ្គាវ៉ាត់ដែលមានទីតាំងស្ថិតនៅឃុំឫស្សីជ្រុំស្រុកថ្មបាំងនិងឃុំតាតៃស្រុកកោះកុងចាប់ពីពេលនេះតទៅគួរបញ្ជាក់ថាបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានគម្រោងផលិតធម្មពលអគ្គិសនីធំចំនួន7ដែលរាជរដ្ឋាភិបាលបានអនុម័តរួចឲ្យដំណើរការសាងសង់រួមមានគម្រោងវារីអគ្គិសនីកំចាយ 193.2 មេហ្គាវ៉ាត់គម្រោងវារីអគ្គិសនីគិរីរំ3 18 មេហ្គាវ៉ាត់គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម 338 មេហ្គាវ៉ាត់គម្រោងអគ្គិសនីដុតជូងថ្មទី1 100 មេហ្គាវ៉ាត់គម្រោងអគ្គិសនីដុតជូងថ្មទី2 270 មេហ្គាវ៉ាត់ក្រៅពីនេះយើងមានគម្រោងវារីអគ្គិសនីសេសានក្រមទី2 400 មេហ្គាវ៉ាត់កំពុងធ្វើការចរចាកិច្ចព្រមព្រៀងនិងគម្រោងវារីអគ្គិសនីចំនួន17ផ្សេងទៀតកំពុងសិក្សាតាមរយៈនៃការចូលរួមរបស់វិស័យឯកជនដល់ឡែកចំពោះគម្រោងវារីអគ្គិសនីស្ទឹងតាតៃនេះនឹងសាងសង់ឲ្យរួចរាល់នៅឆ្នាំ2015ដែលមានអានុភាព246 មេហ្គាវ៉ាត់